ជំរាបសួរបងប្អូនជាទីរាប់អានថ្ងៃនេះខ្ញុំកសិករចំឃ្មុំយកឃ្មុំមកប្រមូលទឹកដមពីផ្កាគោបាទនោះជាផ្កាគោនៅខាងនោះបងប្អូនណានោះជាផ្កាគោនៅខាងនោះហើយនេះខាងនេះបងប្អូនទន្លេមេគង្គបងប្អូនឃើញទេបាទដងទន្លេមេគង្គយើងហូរចាក់ពីខេត្តកញ្ចេះខេត្តអីមកហ្នឹងហូរទៅខាងយើងទន្លេ4មុខហ្នឹងបងប្អូនបាទហើយអ្វីដែលខ្ញុំចង់បង្ហាញជូនបងប្អូនហ្នឹងខ្ញុំមកប្រមូលផ្កាគោហើយក៏ជាសំណាងដែរមិនមែនត្រឹមតែឃ្មុំអាចប្រមូលផ្កាគោបានទេឃ្មុំអាចប្រមូលពីទឹកដមផ្កាហ្នឹងដែរបងប្អូនណានេះនេះបាទផ្កានេះដុះច្រើននោះបងប្អូនឃើញដុះច្រើនមែនតើនៅខាងនោះក៏មានដែរហើយនឹងកត្រាំងខេត្តហ្នឹងក៏ឃ្មុំប្រមូលយកបានដែរដោយសារតែពេលដែលពូខ្ញុំទៅដាក់ឃ្មុំហ្នឹងផ្កាគោវាទៅម្រិចមួយហើយដូច្នេះឃ្មុំវាអត់ទាន់មានអាហារគ្រប់គ្រាន់សម្រាប់វាប្រមូលផលទេតែល្អមែនតើដោយសារតែវាបានផ្កានឹងជួយបាទតែថ្ងៃនេះខ្ញុំទៅមកដល់ទេបងប្អូនណាខ្ញុំទៅមកដល់ដាក់បានមួយជើងនៅ2-3ជើងទៀតដាក់ឃ្មុំបានមួយឡានហើយនៅ2-3ឡានទៀតបងប្អូនណាបាទអញ្ចឹងសង្ឃឹមថាបងប្អូនគ្រប់គ្រងនៅទឹកឃ្មុំខ្មែរយើងហើយក្រុមហ៊ុនអង្គរខ្មែរ Honey Bee របស់ខ្ញុំធានាគុណភាពល្អ 100% ជូនបងប្អូនហើយជាទឹកឃ្មុំខ្មែរយើងពិតហើយគឺល្អចំពោះសុខភាពសម្រាប់ការប្រើប្រាស់ធ្វើជាឱសថណាបងប្អូនបាទហ្នឹងហើយអញ្ចឹងអរគុណបងប្អូនដែលតែងតែគ្រប់គ្រងតាមដានទស្សនាហើយកុំភ្លេចជួយ like ជួយ share ផងប្រសិនបើបងប្អូនពេញចិត្តថាវីដេអូដែលខ្ញុំបង្ហាញទៅហើយការពិតដែលខ្ញុំបង្ហាញទៅជូនបងប្អូនហ្នឹងល្អសម្រាប់អ្នកដែលគាត់មានតម្រូវការក្នុងការប្រើប្រាស់ទឹកឃ្មុំបងប្អូនណាបាទហើយចំណែកមួយវិញទៀតកាលណាបងប្អូនគ្រប់គ្រងរាល់ផលិតផលរបស់ខ្មែរយើងគឺធ្វើឲ្យសេដ្ឋកិច្ចក្នុងប្រទេសយើងរីកចម្រើនពូខ្ញុំជាម្ចាស់សហគ្រាសហ្នឹងក៏មានការងារច្រើនឲ្យខ្មែរយើងបានធ្វើដែរតិចក្តីច្រើនក្តីទៅតាមលទ្ធភាពដែលយើងមានជាក់ស្ដែងហើយមួយទៀតខាងខ្ញុំម្ចាស់សហគ្រាសក៏សូមតបទៅកាន់បងប្អូនដែលគ្រប់គ្រងដែរថាយើងព្យាយាមផលិតនៅទឹកឃ្មុំពីទឹកដមផ្កាពិតហើយព្យាយាមផលិតឲ្យបានល្អបំផុតសម្រាប់បងប្អូនដែលមានការប្រើប្រាស់ទឹកឃ្មុំបាទខ្ញុំប្រើពាក្យផលិតហ្នឹងមានន័យថាខ្ញុំចិញ្ចឹមឃ្មុំបងប្អូនណាតិចបងប្អូនយល់ច្រឡំថាខ្ញុំផលិតទឹកឃ្មុំពីអីផ្សេងហ្នឹងមិនមែនទេណាបាទខ្ញុំប្រើពាក្យផលិតហ្នឹងដោយសារខ្ញុំអ្នកចិញ្ចឹមឃ្មុំអ្នកផលិតទឹកដមពីផ្កាមកអញ្ចឹងណាបងប្អូនហើយយើងព្យាយាមទុកឲ្យវាមានកំហាប់ខាប់ខ្លាំងដើម្បីប្រកបទៅដោយស្តង់ដារងាយក្នុងការរក្សាទុកហើយសារធាតុចិញ្ចឹមរបស់វាក៏ច្រើនល្អបងប្អូនណាបាទអញ្ចឹងបងប្អូនដែលគ្រប់គ្រងកុំភ្លេចជួយគ្រប់គ្រងបន្តបាទអរគុណជម្រាបលា